ក្មេងអាក្រក់នេះនិយាយស្អីហ្នឹងយើងនៅបរិសុទ្ធតែយើងមានក្មេងក្នុងពោះមកពីណាអ្នកមិញក៏ហាក់ជាក្មេងគឺជាមនុស្សមិនល្អចូលមកនាំនាងទៅមន្ទីរពេទ្យពិនិត្យគាត់បើពិតជាមានផ្ទៃពោះត្រូវរឹបអូសយកក្រុមហ៊ុនកំសាន្តរបស់តកុលសិនទាំងអស់លោកម្ចាស់ទី2លោកកំខឹងអីខ្ញុំខុសហើយលោកម្ចាស់ទី2គឺខ្ញុំមានចេតនាកុហកលោករកគ្នាអាក្រក់ម្ល៉េះមិនសម្លាញ់ទេដែលត្រូវចេញមកណាត់ជួបនាងនិយាយទៅមើលរូបថតនេះមានអីពាក់ព័ន្ធជាមួយនឹងនាងហ៎លោកលាវអាយុ55ឆ្នាំហើយប្រហែលជាអត់ពាក់ព័ន្ធជាមួយរូបថតនេះទេបរិះអាយុ50គឺដូចជាផ្កាយកាន់តែចាស់កាន់តែក្រអូបចំណែកនាងវិញជាកូនច្បងតកុលហ៊ុនដែលជាតកុលធំទាំង4នៅណានឆឹងអាយុ26ឆ្នាំជិត30ទៅហើយបើមិនមែនប៉ារបស់នាងឲ្យលុយ60ម៉ឺនមកធ្វើជាថ្លៃបណ្ណាការទេខ្ញុំក៏មិនមកណាត់ជួបជាមួយនាងដែរនាងគិតថាខ្ញុំចង់ណាត់ជួបជាមួយនាងបើសិនជាលោកប៉ាខ្ញុំក៏ដឹងថាលោកនិយាយកុហកគាត់ច្បាស់ជាសម្រាប់លោកមុនគេហើយនាងមិនស្គាល់របស់ល្អពិតប្រាកដទេខ្ញុំគឺជាអ្នករៀបចំមហាវិទ្យាល័យពិតប្រាកដនៅសតវត្សទី80តម្លៃថ្នាក់វិទ្យាល័យកាលនោះគឺស្មើនឹងថ្នាក់បណ្ឌិតឥឡូវនេះតើឯងដឹងដែរទេហើយនេះក៏ជាសិនដ៏ល្អត្រូវជ្រើសរើសកាលពីសម័យកាលមុនបើនាងអាចបង្កើតកូនឲ្យខ្ញុំនោះបុព្វបុរសរបស់នាងអាចទទួលបានលាភធំហើយដូច្នេះបើនាងរៀបការជាមួយខ្ញុំត្រូវបង្កើតកូនឲ្យខ្ញុំយ៉ាងតិច8នាក់និយាយចប់ហើយនៅខ្ញុំប្រញាប់ចុះសម្រាប់អាពាហ៍ពិពាហ៍ជាមួយខ្ញុំមែនទេខ្ញុំរៀបការជាមួយចៅប្រុសលោកអាចចុះលិខិតអាពាហ៍ពិពាហ៍800ដងចុះលោកយកមកពីណាធានាជាមួយខ្ញុំទៀតប្រយ័ត្នមិនចេញស្អាតជួបគ្នាចុះលិខិតអាពាហ៍ពិពាហ៍ត្រូវសម្រាប់ឲ្យបានច្រើនកុំឲ្យមានស្នាមខ្មៅនៅក្រោមភ្នែករបួសបានប៉ះពាល់ដល់សរសៃប្រសាទជើងខ្នងបណ្ដាលឲ្យពិការជើងទាំងពីរប្រហែលជាមិនអាចក្រោកឈរបានទៀតទេលោកម្ចាស់ទី2លោកនឹងអ្នកនៅវិញនៅជាមួយគ្នា5ឆ្នាំហើយស្នេហាអ្នកទាំងពីរជ្រាលជ្រៅណាស់ខ្ញុំគិតថាទោះបីជាលោកម្ចាស់មិនអាចក្រោកឈរបានទៀតក៏ដោយក៏អ្នកនឹងវិញនៅក្បែរលោកម្ចាស់មិនអាចឃ្លាតដែរតែនាងមិនគួរចំណាយពេលនៅជាមួយនឹងមនុស្សពិការដូចជាយើងនេះទេអាយបងខ្ជិលក្រោកពីគេមែនទេពេលនេះគឺយើងកន្លះម៉ោងហើយមិនឈីងយើងបែកគ្នាទៅកាត់អីបងនៅទីណាអូនត្រូវបងឥឡូវនេះខ្ញុំបានយកព្រមរៀបការជាមួយអ្នកផ្សេងហើយចេញទៅក្រៅប្រទេសនៅយប់នេះយើងកុំតាក់ទងគ្នាទៀតអីឈប់ត្រឹមនេះចុះយើងកុំតាក់ទងគ្នាទៀតអីឈប់ត្រឹមនេះចុះមិនចេញអាយជាអ្នកណាហេតុអីមកចេះដឹងឬគេចេញទៅលោកប៉ាស្គាល់គាត់មែនទេអូកូនរបស់គេធំប៉ុណ្ណេះហើយស្អាតទៀតអរគុណលោកម្ចាស់ទី2ដែរមិននេះជួយខ្ញុំថ្ងៃក្រោយបើត្រូវការជំនួយពីត្រកូលវិញសូមលោកប្រាប់មកចុះខ្ញុំសូមលាលោកហើយឈប់សិនលោកប៉ាដូចជាស្រឡាញ់អ្នកមិញបិណ្ឌហើយល្អណាស់ទៅមានម៉ាក់ហើយនាងនិយាយពីអីខ្ញុំកំពុងរកប្រពន្ធឲ្យប៉ាអ្នកមិញបិណ្ឌអ្នកមិញសុខចិត្តធ្វើជាម៉ាក់ខ្ញុំទេបានន័យថាលោកលែងលះហើយនាងស្ដាប់ខ្ញុំបញ្យល់សិនតាមពិតកាលនោះគឺបែបនេះហើយទើបទូខ្លាយជាកូនរបស់ខ្ញុំគឺបែបនេះសោះចូលមករបស់នាងកើតអីគេហ្នឹងស៊ីវលីនយាបានចេញទៅក្រៅប្រទេសរៀបការហើយឯងធ្វើមកខ្លួនឯងបែបនេះដើម្បីគេតើវាសមដែរទេនឹងសមទេកូនបានប្រាប់ប៉ាយូរហើយថាកូនមិនចង់ណាត់ជួបបើប៉ាមិនស្ដាប់កូនមានតែវិធីនេះហើយប៉ាគ្រាន់តែសង្ឃឹមថាឯងមានបងឯងពឹងផ្អែកប៉ុណ្ណោះណាកូនខ្ញុំពិតជាលែងសមជាមួយនឹងអាយៈទៀតហើយមានតែទៅតាមនឹងចុះឆ្នាំមុនពេលដែលខ្ញុំឡើងភ្នំចៃដន្យគឺត្រូវទឹកឆ្នាំពុលកាត់